ចាជំរាបសួរពុកម៉ែបងប្អូនចាថ្ងៃនេះបងប្អូនអើយចាទៅផ្សារចាគេ concert ចឹងទៅក៏ឃើញគាត់អាំងដៃមកធំទៅបងប្អូនចាក៏ទិញអាំងស្រាប់តែម្ដងទៅបងប្អូនព្រោះចាហត់ពេកចុះចាតែចឹងទៅទិញដៃមកឲ្យបកាស្រស់ហ្នឹងចាយកមកបុកល្ហុងតែម្ដងបងប្អូនអើយរសជាតិគឺអែមស្រែមឆ្ងាញ់ឈ្ងុយតែម្ដងបងប្អូនរសជាតិគឺឲ្យអួយហ្មងបងប្អូនអើយឆ្ងាញ់ខ្លាំងណាចានេះចាទិញយកមកធ្វើខ្លួនឯងបងប្អូនព្រោះណាវីមានទឹកប្រហុកទឹកកាពិស្រាប់ចឹងណាបងប្អូននេះឈរចាំគាត់អាំងឲ្យធំបងប្អូនណាចាព្រោះឃើញអាធំចា1គីឡូចាអញ្ចឹងទៅនៅចាំគាត់អាំងឲ្យតែម្ដងនេះបងប្អូនឃើញដៃមកគេល្អបងប្អូនអើយស្រស់ថ្មីឡើងផ្អែមចាដាក់ចូលមាត់ទៅខ្ទិះពេញមាត់តែម្ដងឆ្ងាញ់ណាចាអញ្ចឹងឲ្យគាត់អាំងតែម្ដងទៅណាវីថាត្រូវទៅទិញតែអញ្ចឹងអត់មានមឹកធំចៃដន្យអីបងប្អូនណាបានដៃមឹកធំហ្នឹងយកមកបុកល្ហុងតែម្ដងចាឆ្ងាញ់ណាស់នេះឲ្យគាត់អាំងបងប្អូនណាចាឈ្ងុយយកបងប្អូនអើយចាចេះទៅតន់បងប្អូននៅតែ1គីឡូចាកុំអីអស់ទៀតចានេះឲ្យគាត់អាំងឲ្យយកមកចាបុកល្ហុងយើងមានខ្ទឹមបំពងឲ្យខ្លួនឯងស្រាប់តែម្ដងបងប្អូនណាចាឲ្យបកានោះគឺណាវីយកមកបកចាយកទៅសាច់ទេឲ្យល្ហុងអីណាវីទិញយកមកឈូសថ្មីមានការ៉ុតមានល្ហុងមានជីគ្រប់មុខចាមានត្រសក់ខ្ទឹមសខ្ទឹមក្រហមបងប្អូនណាចាបុកល្ហុងឲ្យណាវីមានក្រូចឆ្មាចាមានត្រប់ស្រួយចឹងទៅបងប្អូនយើងដាក់ណាតាមចំណង់ចំណូលចិត្តអស់ពោតបងប្អូនកុំឲ្យដាក់បុកពោតទៀតមានស្ដាយគួរស្ដាយអីចឹងមកចាណាវីចាប់ផ្ដើមចិត្តចារត់រះតែម្ដងបងប្អូនអើយព្រោះឃ្លានเนาะចាធ្វើខ្លួនឯងស្អាតអនាម័យហើយយើងមានខ្ទឹមបំពងខ្លួនឯងទៀតបងប្អូនឃើញទេចាយើងលាងសម្អាតបន្លែហើយគាត់ឲ្យបន្លែមកថែមទៀតហ៎ចាចឹងទៅចិត្តឲ្យកូនញ៉ាំមឹកសិនយើងចាប់ផ្ដើមមានពេញប៉ោះមានអីយកមកធ្វើចាបុកល្ហុងតែម្ដងបុកដៃមឹកបងប្អូនចាហើយមានស្ដាយផ្ដោះបងប្អូនហើយមានណាវីចាផ្លេចប្រាប់បងប្អូនមាននំបញ្ចុកណាបងប្អូនចាបុកល្ហុងចាណាវីចូលចិត្តមាននំបញ្ចុកមានម្អមចឹងទៅជីគ្រប់មុខអីហ្នឹងមកបងប្អូនអើយចានេះរៀបរាប់ចាអត់សូវក្បោះក្បាយមកនេះបងប្អូនណាចាមើលតាមការគូចាឆ្ងាញ់ណាចាយើងធ្វើខ្លួនឯងសណ្ដែកដីលីងថ្មីទៀតបងប្អូនអើយ10បើជាតិតែម្ដងឆ្ងាញ់ចាប់មាត់តែម្ដងមេករលឹមប្រយបងប្អូនអញ្ចឹងទៅរលឹមស្រិចយើងក៏បុកល្ហុងញ៉ាំជុំលក្ខណៈគ្រួសារតូច5នាក់ហ្នឹងបងប្អូនចាបុកតាមតបាល់ធំហ្នឹងមកគឺញ៉ាំ5នាក់បងប្អូនណាចារសជាតិគឺមិនអាចបរិយាយបានទេបងប្អូនអើយឆ្ងាញ់ណាស់ជាពិសេសសណ្ដែកបដោសណ្ដែកគួរចាល្ហុងយើងឈូសថ្មីឆ្ងាញ់ខ្លាំងតែម្ដងបងប្អូននេះមើលចាហើយយើងហាន់ពេញប៉ោះបងប្អូនហើយញ៉ាំហើយចាចង់ញ៉ាំទៀតតែម្ដងជក់ចិត្តដិតអារម្មណ៍តែម្ដងបងប្អូនឃើញទេនេះឃើញទេមើលទឹកបុកល្ហុងគេផងបងប្អូនចាទឹកកាពិដែលយើងធ្វើខ្លួនឯងចាគឺឆ្ងាញ់ខ្លាំងហើយយើងរោយជីនឹងមកបងប្អូនណាចាតត្រឡប់ទៅត្រឡប់មកចាមួយថាសតែម្ដងហើយយើងដាក់រោយចាខ្ទឹមបំពងខ្លួនឯងហ្នឹងទៅយើងទុកញ៉ាំខាងក្រៅខ្លះទៅបងប្អូនចាណាវីបំពងមកទឹកបំពងម្ដងបងប្អូនចាព្រោះញ៉ាំខ្ទឹមទៅស្រួលខ្លួនចាយើងបំពងខ្លាញ់ល្អប្រេងអូលីវបងប្អូនចានេះមានជីរណាជីអីចឹងបងប្អូនអើយឈ្ងុយជីគ្រប់មុខចាឈ្ងុយខ្លាំងតែម្ដងណានេះហើយយើងដាក់គ្រឿងផ្សំចាបងប្អូនមានទឹកប្រហុកយើងមានសណ្ដែកដីចាយើងមានខ្ទឹមសខ្ទឹមក្រហមមានក្រូចឆ្មាច្បាច់យកមកជូរអែមចាយើងមានស្ករយើងមានស៊ុបខ្នុរបងប្អូនញ៉ាំពីចេកដាក់តាមចំណង់ចំណូលចិត្តទៅណាវីញ៉ាំស៊ុបខ្នុរណាវីដាក់ស៊ុបខ្នុរចឹងទៅបងប្អូនណាចាជាពិសេសត្រប់ស្រួយនេះក៏ឆ្ងាញ់ទេបងប្អូនចាបកាយើងបកហើយនឹងជាមួយនឹងដៃមឹកនឹងជាតិនោះជាតិហ្មងបងប្អូនអើយមកជាតិហ្មងចានេះមួយថាសហ្នឹងបងប្អូនញ៉ាំ5នាក់ជុំលក្ខណៈគ្រួសារតែម្ដងចាឆ្ងាញ់ចាហើយលើមេឃរោភ្លៀងទៀតហ្នឹងបងប្អូនអើយចាកោក្អិលរលឹមស្រិចហើយចាអញ្ចឹងយើងមានម្ទេសយើងអីហាន់ហ្នឹងមកព្រោះកូនចាស់ស្មីនកូនស្រីពៅក៏អត់សូវចូលចិត្តហឹរហ្មងទេបងប្អូនហឹរមិនម៉ោមចាអញ្ចឹងបើចង់ហឹរហោះអីយើងហាន់ម្ទេសដាក់ថែមទៀតទៅណាបងប្អូនចានេះឲ្យញ៉ាំជាមួយនំបញ្ចុក
បងប្អូនញ៉ាំជាមួយមីក៏បានដែរតែណាវីចូលចិត្តនំបញ្ចុកបងប្អូនណាចាឆ្ងាញ់ណាចាបន្ទាប់ជូរអែមហិលជាតិនោះជាតិសំនំបញ្ចុកគេរយថ្មីទៀតចាទិញតាកន្លះគីឡូ1គីឡូមកបងប្អូនអើយចាងាកឡើងមិនញ៉ាំបាយទេបងប្អូនញ៉ាំតែនំបញ្ចុកជាមួយនឹងបុកល្ហុងហ្នឹងគឺឆ្អែតល្មមតែម្ដងបងប្អូនណាចានេះឃើញថ្មីបងប្អូនណាឆ្ងាញ់ណាចាបុកដៃមឹកបុកល្ហុងហ្នឹងជាមួយនឹងបង្គាស្រស់ហ្នឹងគឺឆ្ងាញ់ខ្លាំងនេះឃើញណាចាឈ្ងុយមួយចានហ្នឹងគឺអស់ថើមទៀតបងប្អូនចាណាវីចូលចិត្តបងប្អូនអើយចេចចប់ចឹងណាបងប្អូនចាងាកឡើងអាហារសម្រន់យើងចាយើងញ៉ាំតែប៉ុណ្្នឹងគឺឆ្អែតដែរបងប្អូនហើយបន្លែយើងបានគ្រប់មុខទៀតចានេះថ្ងៃឡើងយើងចង់ញ៉ាំយើងធ្វើទៀតទៅបងប្អូនចាទិញតែល្ហុងមួយមកការ៉ុតមួយចាជីតិចបន្តួចមកចាជាពិសេសហ្នឹងគ្រឿងសមុទ្រនេះដៃមឹកហ្នឹងហើយនឹងបង្គាស្រស់ហ្នឹងមកចាគឺឆ្ងាញ់បងប្អូនហើយសណ្តែកដីណាវីលេងថ្មីដឹងស្រាប់បងប្អូនថ្មីគឺខ្ទិះហ្មងឈ្ងុយខ្លាំងចាឈ្ងុយពីផ្ទះបាយសាយភេពី3ភូមិមេដៃមេអីហ្នឹងបងប្អូនអើយចាអញ្ចឹងណាវីមានតែប៉ុណ្ណេះទេជម្រាបលាជួបណាវីនៅវីដេអូក្រោយបាយ